រៀបសួរអ្នកគ្រូកូនឈ្មោះហាន់កែចាកូនអានមេរៀនជូនអ្នកគ្រូមេការរៀនពាក្យកអំណានពាក្យអគារអានថាអគារបរិវេណអានថាបរិវេណអនាម័យអានថាអនាម័យវត្តអានថាវត្តជានិច្ចអានថាជានិច្ចខបញ្យលពាក្យវេវចនៈស័ព្ទណពាក្យនាមទីចិត្តខាងដែលពាត់ជុំវិញអគារណពាក្យនាមមន្ទីរផ្ទះរោងសួនជីវៈចម្រុះណពាក្យនាមច្បារដំណាំដែលមានរុក្ខជាតិច្រើនមុខនៅក្នុងសាលារៀនរុក្ខជាតិខកអាកាសនិងក្នុងទឹកពាក្យឆ្លើយណពាក្យនាមពាក្យសម្រាប់អប់រំទូន្មានកុមារមេត្រីណពាក្យគុណនាមដែលជាទីសប្បាយរីករាយរបស់កុមារកូនសូមជម្រាបលាអ្នកគ្រូ